nhôm ngày đi màu nồi chia bọt bị cá này ដោយការអំពាវនាវពីថ្ងៃមុនខ្ញុំបានមកសួរសុខទុក្ខតែម្ដងហើយចេះពីការភ្នែករស់នៅភូមិពានទំនាបភូមិពោធិ៍ស្រុកក្នុងព្រឹកហើយសូមជម្រាបជូនដល់បងប្អូនសប្បុរសជនទីគោរពស្រឡាញ់រាប់អានថ្ងៃនេះខ្ញុំបាននាំយកថវិកាដែលបងប្អូនសប្បុរសជនចូលរួមតាមរយៈខ្ញុំចំនួន80000 រៀលសរុបទាំងអស់វាបាន80000 រៀលយកមកជូនចែកពីការភ្នែកចំកូន4នាក់ហើយនៅក្នុងតុបហើយនៅក្នុងភូមិពាននាបនេះចឹងសូមគោរពអរគុណបងប្អូនធំហើយចែកមានអីថ្លៃអរគុណសប្បុរសជនបាទបាទពីការភ្នែកណាញោមមើលចេះទីថាអត់ថាមិនពីការភ្នែកនៅគាត់សមើលអត់ឃើញទេហើយគូការនេះដោយសារអីសប្បុរសជនគាត់ស្ពេកខ្លះគាត់ឆ្ងល់តែទៅស្អែកខ្ចីកូនខ្ញុំទី4កាលហ្នឹងមិនវាខ្ញុំទៅថៃកូនបាន20ថ្ងៃទៅខ្ញុំទៅថៃទៅពេលទៅថៃទៅតកែគេអ្នកធានារ៉ាប់រងថាពេលឈឺអីគេយកទៅពេទ្យដល់ពេលស្រាប់តែពេលឈឺអញ្ចឹងគេអត់យកយើងទៅពេទ្យទុករហូតដល់ភ្នែកខ្ញុំងឹតបានសុំមកផ្ទះទ្រាំបានឲ្យខ្ញុំមកហើយយើងខូចគ្នាដល់ពេលមានគាត់អ្នកនៅខាងកូនបរិយមកគ្រួសារគាត់មានចិត្តធัวសម្រាប់យកខ្ញុំទៅមើលនៅខាងពេទ្យខាងខេត្តតាកែវដែរប៉ុន្តែវាដល់មួយឆ្នាំជាងហើយដល់ពេលយកទៅពេទ្យគេថាវាខូចពេលខូចកែវភ្នែកនឹងសុទ្ធតែសាយភ្នែកហើយបកគាត់ភ្លឺវាកាត់គាត់មើលឃើញកូនបច្ចុប្បន្ននៅក្នុងគ្រួសារបន្ទប់4នាក់ហើយពីការភ្នែកហ្នឹងដោយសារហ្នឹងវាទាស់ហ្នឹងមិនទាស់សរសៃដូចថាដុតសម្រាមឬក៏ដុតជួរដឹងដុតអស់អីទៅវាប៉ះពាល់បាទចាំផ្ដើមឈឺពីក្បាលចាក់ដល់ភ្នែកទៅជាល្ងឹតទៅបាទចាអរគុណចាអរគុណបងប្អូនសប្បុរសជននិយាយបានខ្ញុំបាទនៅសង្កត់ក្នុងព្រឹកនៅខ្ញុំបាទប្រធានក្រុមការងារចុះមូលដ្ឋានភូមិពាននេះណាហើយដោយសារលើលោកមេភូមិបានរាយការណ៍ខ្ញុំថាលោកយើងមានទីគាត់ថាគាត់យកចិត្តទុកដាក់នៅជារដ្ឋភូមិនេះចឹងបរិយាកាសខ្ញុំបាននិមន្តព្រះអង្គចូលរួមហើយនឹងបបលគាត់គាត់មេប៉ុស្តិ៍ថ្មី2ឆ្នាំហ្នឹងឡើង2ឆ្នាំមកមេប៉ុស្តិ៍មុខក្មេងមេប៉ុស្តិ៍ប៊ូហើយអញ្ចឹងបាននាំយកធម្មតាទីទូនេះយើងជួបនិយាយហើយមិនឆ្លើយនេះជាកំដរដៃនិយាយហូបបានដល់អសណាបាទហើយអរគុណទីតាអរគុណបាទបោះទាំងអស់ទាំងប្រសងទាំងអស់អត់បានទឹកបាយបាទឆ្នាំនេះយកមកណា69បាទចង់យកទៅអីធ្វើអី